រស់នៅជាមួយការពិត លោកពុកសែនល្អក្នុងដួង ក៏ជាជីវិតនៃសេចក្តីសុខពីក្នុងចិត្ត លោកពុកជាក្បោ មើលទៅហាក់ដូចជាពោពេញដោយការតុបតែងខាងក្រៅប៉ុន្តែខាងក្នុងវិញពេញទៅដោយការព្រួយបារម្ភ យកសាច់ ការភ័យខ្លាចនិងការបង្ខំខ្លួនឯងឲ្យធ្វើជាមនុស្សដែលមិនមានចិត្តដើម្បីរស់នៅក្នុងការពិតអាចនឹងធម្មតាប៉ុន្តែវាធ្វើឲ្យយើងគេលក់ស្រួលមិនបារម្ភនឹងការបិទបាំងរស់នៅមានតម្លៃនិងអត្តសញ្ញាណ គ្រួសារជីវិតធំ មិនចាំបាច់ត្រូវការអ្នកដទៃមកប្រសើរតែចាំបាច់ឲ្យខ្លួនឯងសប្បាយចិត្តមានសេចក្តីសុខនិងសុខសាន្តផ្លូវចិត្តដោយមិនមានភាពក្តៅក្រហាយ ព្រោះតែចង់ឲ្យកូនល្អដាក់ទុំទាំងទឹកនេត្រាទ្រូងបុកពើផ្សាពេលក្រៃពុកអើយពុកល្អ